មានលុយដល់រាប់រយលានដុល្លារបងប្អូនទៅឲ្យគេបង្កក់បាននៅក្រៅប្រទេសដូចជាអង់គ្លេសដូចជាអាមេរិកអីចឹងខ្ញុំឆ្ងល់មែនតើបងប្អូនបាទហើយធនាគារ Print ហ្នឹងបាទគឺជាបាទរបស់លោកបាទ Chen Xi ដែលឈ្មោះលោកស៊ីដែលជាជនជាតិចិនហើយគាត់បាទបានមករស់ស៊ីនៅស្រុកខ្មែរបាទហើយក៏បានទទួលបានសញ្ជាតិជាខ្មែរហើយក៏មានក្រុមងារជាអុកញ៉ាប៉ុន្តែគាត់ឥឡូវនេះបានព័ត៌មានទាំងពិភពលោកបាទបានលាតត្រដាងបាទពីការរស់ស៊ីបាទលុយកខ្វក់លុយខ្មៅងឹតហើយក៏បាទប្រទេសបាទអង់គ្លេសដូចជាអាមេរិកបានបង្កក់ទ្រព្យសម្បត្តិរបស់ខ្លួនមានបងប្អូនណាឆ្ងល់ដូចខ្ញុំអត់ហេតុអីបានបាទមានលុយដល់តែប៉ុណ្ណឹងហើយយកទៅដាក់នៅប្រទេសមានអំណាចប្រទេសដែលគេវិជាធិបតេយ្យពេញលេញគេប្រទេសដែលគេបាទថាស្អាតស្អំហ្នឹងណាគេបាទអញ្ចឹងគេរដឹងថាយើងជាមនុស្សដែលជាអក្រិតជនជួញដូរមនុស្សរលុយរៀងលុយកខ្វក់ហើយយកលុយវាថាកាប់សម្លាប់មនុស្សឆោបបោកអញ្ចឹងវាអំពើមិនល្អគេនឹងបាទរឹបអូសយកទ្រព្យសម្បត្តិហ្នឹងអញ្ចឹងឆ្ងល់ដែរមុននឹងគេធ្វើអញ្ចឹងមិនក៏គេមិនຕົកលុយនៅបាទខ្មែរទាំងអស់ទៅបាទខ្ញុំអត់យល់ញ៉ាហ្នឹងគ្រាន់តែគំនិតខ្ញុំឆ្ងល់អត់យល់ទាំងហ្នឹងណាហើយបងប្អូនលោកស៊ីហ្នឹងគឺគាត់បាទមានច្រើនមែនទែនបាទលុយរាប់រយលានហើយគេបង្កប់ដូចជា15,000 លានដុល្លារនោះបាទច្រើនមែនទែនអង់គ្លេសអាមេរិកហើយជាពិសេសហ្នឹងថាក្នុងថ្ងៃទី16ហ្នឹងគឺក្រុមប្រតិបត្តិការពិសេសប៉ូលីសអន្តរជាតិកូរ៉េហ្នឹងគេនឹងចុះមកផ្ទាល់ទៀតគេមករំដោះប្រជាជនកូរ៉េដែល68នាក់បាទដូចជាប៉ុណ្្នឹងហើយដែលថាគេមកយកទៅកូរ៉េវិញប៉ុន្តែលើកតាមព័ត៌មានថាកូរ៉េហ្នឹងអត់ចង់ត្រឡប់ទៅកូរ៉េវិញទេចង់នៅខ្មែរអញ្ចឹងណាហើយលោកស៊ីហ្នឹងអាយុទើបតែ38ឆ្នាំទេបងប្អូនបាទក្មេងមែនតើ38ឆ្នាំបាទកើតជាអុកញ៉ាលុយឡងបាទរាប់លានដុល្លារឯណោះមិនតិចណាអាហ្នឹងគឺជាលុយគេបង្កក់ណាចុះអាលុយក្រៅផ្លូវការទៀតហ្នឹងមិនតិចទេបងប្អូនហើយជំនួយផ្សេងៗដល់កាកបាទក្រហមហើយលុយអូច្រើនណាស់ក៏ទៅបាទខ្ញុំអត់ចង់ឲ្យគេអាប់អន់កិត្តិយសដល់ប្រទេសជាតិរបស់ខ្លួនឯងទេកម្ពុជាទេប៉ុន្តែវាបាទវាជាអកុសលវាជាប្រទេសជាតិបាទរួមចំណែកមួយដែរយើងជាប្រជាជនមួយដែរហើយពេលដែលយើងទៅស្រុកគេផ្សេងគេសួរយើងបាទមកពីណាយើងមកពីប្រទេសកម្ពុជាគឺគេចង់និយាយថាគេរើសអើងគេស្អប់ហ្មងព្រោះជាប្រទេសដែលមានឈ្មោះបាទទឹកដីដែលជាតំបន់ជ្រកកោនរបស់អក្រិតជនក៏ដូចជាជនជាប់បោកផ្សេងៗហ្នឹងជាដីចាច់ចម្រៃកន្លែងដែលគេដាក់បនក្រហមមានហានិភ័យខ្ពស់មែនទែនដែរបោកប្រាស់វិជាជាពិសេសហ្នឹងការស្លាប់បនិស្សិតបាទដែលអាយុ22ឆ្នាំគេបោកឆាត់គាត់ថាមកធ្វើការនៅខ្មែរបានលុយច្រើនអញ្ចឹងគាត់ក៏មកដូចចឹងណាបិទធើមក៏មកនឹកស្មានថាពេលដែលមកដល់ទៅគេក៏ចាប់បង្ខាំងបាទហើយឃើញទូរស័ព្ទបាទ1000ជាងគ្រឿងបាទទុកសម្រាប់បាទ fake news fake account ផ្សេងៗហើយឈប់បោកអ្នកដែលគាត់បាទថតងងហើយក៏ចូលមកតមកគេក៏បង្ខាំងឲ្យធ្វើជា scammer ឲ្យចាច់ចម្រិតបាទផ្សេងៗចឹងណាទៅតាមអ្វីដែលធ្វើជាអំពើស្មុកគ្រោកកកវាប្រៀបដូចជាបិសាចស៊ីមនុស្សគ្នាឯងនឹងរស់ចឹងណាបងប្អូនគឺធ្វើទរណកម្មគ្នារហូតដល់បាទឆក់ខ្សែភ្លើងផងឲ្យបឺតគ្រឿងញៀនផងឡងគ្នាដល់ថ្នាក់កាំងបេះដូងស្លាប់ហើយខ្លះតាមព័ត៌មានផ្ទះលេខ2ទៅនិយាយកាន់តែសាហាវថាចងផ្អោបភ្ជាប់ជាមួយនឹងក្រែពីជាន់ឲ្យវាយឡើងឃើញចេញឆ្អឹងចេញអីណាអីចឹងណាហើយស្ដាប់ទៅវាខ្លោចផ្សាវាឈឺចាប់ណាបងប្អូនសិនតែយើងក្នុងស្ថានភាពបែបហ្នឹងវិញគឺវាបាទពិតជាវេទនាមែនតើហើយនេះគេបាទរកឃើញចឹងណាអ្នកដែលបោកចាញ់បោកឬក៏ចូលមកហើយខ្លះក៏យកទៅឲ្យជាមួយកាក់ Bitcoin ហ្នឹងគឺវាថាគេយកលុយទៅបាទដែលលុយមកកក់ហ្នឹងគេចាប់បានហ្នឹង15,000 លានដុល្លារគឺអូនមួយវិញតិចក្នុងវិស័យ Bitcoin នេះខ្ញុំឃើញគេផលបាទរលបានលឿនតាម Bitcoin នេះខ្ញុំក៏ចង់នេះតាមគេដែរប៉ុន្តែនៅពេលដែលហើយខ្ញុំអត់សូវយល់ស្វែងយល់អត់សូវចេះមានចំណេះដឹងផ្នែកហ្នឹងទៀតហើយឥឡូវមកភ្ញាក់ផ្អើលរឿងថាគេចាប់បកកលុយកក់ទ្រព្យសម្បត្តិអញ្ចឹងទៀតក៏ខ្ញុំដូរចិត្តបណ្ដោយខ្ញុំលែងចង់បាទរោតាមហ្នឹងហើយព្រោះថាមើលទៅវាគ្រោះថ្នាក់លុយតាមប៉ុនអនឡាញអញ្ចឹងណាបងប្អូនហើយស្រុកខ្មែររបស់យើងដឹងស្រាប់ហើយប្រជាជនភាគច្រើនគឺគាត់ក្រីក្រគឺគេនិយាយបោកប្រាស់តិចតួចគឺចង់បានហើយអាការបោកប្រាស់នេះគឺវាមានទីតាំងប្រកបបាននៅស្រុកខ្មែររបស់យើងរូបភាពខាងក្រៅដូចជារបៀបថាស្ថានភាពឬក៏បាទអាគារដែលមានអីបិទបាំងផ្សេងជាកាស៊ីណូជាអីចឹងណាតែខាងក្នុងបង្កប់ទៅដោយពួកមេខ្លោងបាទជាប់បោកកន្លែងខ្មៅងងឹតអញ្ចឹងគ្រប់បាទអឺរ៉ុបពួកអឺរ៉ុបអីគឺគេហាមផ្ដាច់មិនអោយប្រជាជនគេចូលមកដាច់ខាតគឺគេដាក់បំរាមទូទាំងប្រទេសរបស់គេហើយជាពិសេសពលានយន្តហោះដែលគេរៀបនឹងចេញទៅទេសចរដើរលេងនៅស្រុកបាទផ្សេងៗអញ្ចឹងគេដាក់បំរាមមកប្រទេសខ្មែរគឺគេដាក់សញ្ញាខ្វែងក្រហមមកជីកតំបន់គ្រោះថ្នាក់អញ្ចឹងបាទពិតជាបាទអន់ចិត្តហើយក៏ដូចជាសោកស្ដាយខ្លាំងមែនទែនដែលប្រទេសខ្លួនឯងបាទជាប់ជាឈ្មោះអញ្ចឹងបងប្អូនហើយមានអ្នកខ្លះគាត់ចេញមកបកស្រាយថាពួកជនជាតិចិនក៏ដូចជាជនជាតិកូរ៉េវាអ្នកចូលមកបំផ្លាញគេឈ្មោះនៅលើទឹកដីកម្ពុជារបស់យើងហើយតែយើងស្អាតស្អំអត់
មានពាក់ព័ន្ធបងប្អូនគេយកឈ្មោះយើងប្រទេសយើងជា Cambodia ទៅលើឆាកអន្តរជាតិហើយទោះតែយើងបានមិនបានទទួលផលឬក៏មិនបានប្រព្រឹត្តក៏ដោយប៉ុន្តែវាជាប់ឈ្មោះអាហ្នឹងវាចង់និយាយថាឈ្មោះយើងគឺឈ្មោះក្រក់បាត់ហើយជា Cambodia ជាប្រទេសដែលវាថាគេនិយាយគឺពេញមាត់ថាជាទឹកដីអក្រិតជនទឹកដីពួកចម្រុកជាទីចម្រុកពួកក្រិតជនជនឆោបោកអីចឹងបោកប្រាស់ហើយទាំងយើងទាំងគេបើសិនជាយើងលើប្រទេសមួយហ្នឹងវាជាកន្លែងតំបន់អញ្ចឹងហើយតែយើងហ៊ានចូលទៅholiday ហ៊ានចូលទៅដើរលេងអីអត់គឺវាហាក់ដូចជាខ្លាចហើយទោះតែមានលុយប៉ុណ្ណាក៏គេអត់មកលេងដែរបើអញ្ចឹងជាការសោកស្ដាយខ្ញុំបាទមានតែប៉ុណ្្នឹងទេអរគុណបងប្អូន